សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានចូលnet ដែលជាមួយមិត្តភក្តិខ្ញុំដើម្បីរក nether priest យកមកធ្វើ netherite និងរកគោលខ្លះៗផងដែរក្នុងការធ្វើ golden apple ពួកយើងទាំងពីរនាក់នេះបានដើររករាំងយូរដែរសម្រាប់យកមកធ្វើtool ផ្សេងៗនិងយកមក upgrade អាវរបស់យើងផងការចំណាយពេលរបស់ខ្ញុំមិនយូរប៉ុន្មានខ្ញុំក៏បានរកឃើញ nether brick ចំនួនមួយដុំដែរតែមិនអីទេនេះជាសំណងរបស់យើងខ្លះផងដែរខ្ញុំក៏បានជីកយកគោលខ្លះដើម្បីយកមកទុកប្រើប្រាស់ផ្សេងផងគ្រាន់តែខ្ញុំមិនបាន upgrade pickaxe ខ្ញុំទៅជាសៀវថចដើម្បីកាប់យកជាប្លុកតែម្ដងខ្ញុំបានជីកយកគោរាងច្រើនដែរតែវាយកមកគុំចូលជាគោលធម្មតាទៅវាបានតិចមែនទែនហើយយើងមើលតែក្នុងនេះទៅដឹងហើយថាខ្ញុំជីកឡើងបាក់ pickaxe អស់មានតិចទេ pickaxe តែត្រូវយកមកម៉ាញប្លុកថ្មនឹងយកមកជីកគោលនេះផងវារៀងចំណាយពេលរៀងយូរផងខ្ញុំតម្រាំតែខ្ញុំបានរកឃើញប៉ុណ្ណេះខ្ញុំចំណាយពេលមិនតិចម៉ោងទេបន្ទាប់ពីយើងរកបាន nether brick រៀងច្រើនដែរកន្លែងនេះខ្ញុំច្រឡំបោះ nether brick ទាំងមិនដឹងខ្លួនវាច្រឡំនឹងប្លុកដីពណ៌ខ្មៅពណ៌ក្រហមនេះផងទៅយើងក៏មានអារម្មណ៍ថាភៀងក៏ខំដើររកវិញទ្រាំតែឃើញបោះយើងវិញកន្លែងនេះខ្ញុំពិតជាភៀងមែនទែនមិនដឹងកាត់អីទ្រាំតែរកឃើញវិញប៊ីសយើងទៅនឹងរកបាន4ដុំផងឥឡូវនេះខ្ញុំបានមកបង្កើត pickaxe រៀងច្រើនដែរក្នុង pickaxe ខ្ញុំពីមុនបានកាប់បាក់អស់រៀងច្រើនឥឡូវយើងមកបង្កើត pickaxe និងបំបែកឈើខ្លះដើម្បីឲ្យកើតជា stick ក្នុងងាយស្រួលក្នុងការធ្វើ pickaxe យើងផងនិងបំបែកគោលខ្លះផងដែរគោលខ្ញុំរៀងច្រើនដែរយកមកពី3ប្លុកយកមកទុកធ្វើ pickaxe ធ្វើអី pickaxe យើង5-6 pickaxe កាប់តែមួយ plate តិចបើយើងកាប់នឹង pickaxe diamond រះតែបន្តិចតិចអស់គ្មានសល់ទេតែយើងត្រូវតែខំប្រឹងនិងតស៊ូដើម្បីរក nether brick យកមកធ្វើ armor ការពារខ្លួនបន្ទាប់ពីយើងបង្កើត pickaxe បានរៀងច្រើននោះផងដែរខ្ញុំក៏បានបន្តការស្វែងរក nether brick បន្តទៀតដឹងធ្វើមិនទេ pickaxe យើងវាមិនតិចទេដើម្បីដើររកហើយយើងត្រូវចំណាយគោរៀងអស់ច្រើនដើម្បីយកមកធ្វើ pickaxe ដើម្បីយកមកម៉ាញថ្មម៉ាញអីផងមិនយូរប៉ុន្មានខ្ញុំក៏បានរកឃើញ nether brick ថែមទៀតមើលទៅរៀងច្រើនគ្រាន់ដែរខ្ញុំនឹងខំប្រឹងដើររកឲ្យបានច្រើនជាងនេះដើម្បីយកមកដុតធ្វើជា netherite ប្លុកដើម្បីតាំងឲ្យមិត្តភក្តិខ្ញុំឃើញទៅគេថាខ្ញុំជាអ្នកលេងហិចប៉ុន្តែការលេងរបស់ខ្ញុំវាមិនមែនជាលេងហិចលេងអីទេគ្រាន់តែយើងលេងពេលអបសុកយើងចំណាយពេលខ្លះដើម្បីកាត់បន្ថយភាព stress អីណាឥឡូវយើងមកជីកគោលជីកអីខ្លះទៅកុំឲ្យយើងរកតែ nether brick ច្រើនពេកវា stress ណារកត្រឹមនឹងឃើញមកប្លុកវាពិបាកមែនទេតបពីយើងចំណាយពេលក្នុងការជីកយកគោលខ្លះមកពីការគោផងយើងក៏ជីកយកគោលជីកយកអានេះមិនដឹងជាប្លុកស្អីទេយើងជីកលេងដើម្បីយក experience ខ្លះចាប់ពីកន្លែងនេះទៅខ្ញុំនឹងកាត់វីដេអូខ្លះរកតែកន្លែងដែលខ្ញុំជីករកឃើញ nether brick នោះទេព្រោះខ្ញុំមិនចង់ជាដាក់វីដេអូពេញឲ្យអ្នកទាំងអស់គ្នាបានទស្សនាផងនោះទេកន្លែងនេះខ្ញុំបានរក
រៀងច្រើនដែរមើលតែកន្លែងនេះទៅរកបាន4ប្លុកនៅចិត្តគ្នាទៀតនេះជាថ្ងៃសំណាងរបស់យើងហើយក្នុងការដើររក Netflix ពីមុនមកយើងជីករកកន្លែងមួយត្រឹមនឹងរកឃើញយើងក៏មានក្រេបន្ទាប់ពីមិត្តភ័ក្តិខ្ញុំបានអោយក្រេខ្ញុំពី3ក្រេមកខ្ញុំក៏យកមកបន្ទោះដើម្បីដើររកការបន្ទោះក្រេវាងាយស្រួលក្នុងការជីកធម្មតាបើយើងជីកធម្មតាវាត្រូវការចំណាយពេលរៀងយូរនិងពួកឲ្យយើងបាក់ pickaxe និងពេលវេលាក៏ទៅតាមនោះដែរកន្លែងនេះខ្ញុំក៏បានរកឃើញចំនួន2ដុំទៀតប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេសម្រាប់យកមកគុំនោះធ្វើជា netherite មួយមើលតែយើងរកសរុបបាន10គ្រាប់ហើយមកដល់កន្លែងនេះទៀតយើងក៏បានរកកន្លែងនេះខ្ញុំពិតជាសំណាងមែនទេទោះតែមួយកន្លែងនេះសោះរកបានឡើង6ប្លុកដែលនឹងខ្វះតែ2គ្រាប់ទៀតនឹងគ្រប់2 netherite បើយើងគុំចូលគ្នាឥឡូវយើងពីមួយវីដេអូទៅមួយវីដេអូខ្ញុំនឹងរៀងចំណាយពេលរៀងច្រើនបន្តិចហើយសម្រាប់តម្រាំតែបានមួយវីដេអូអ្នកអរគ្នាបានទស្សនាតែខ្ញុំនឹងខំប្រឹងក្នុងការបង្កើតជាវីដេអូមួយដើម្បីឲ្យអ្នកអរគ្នាងាយស្រួលទស្សនានិងដើម្បីបានជាបទពិសោធន៍សម្រាប់ខ្ញុំឥឡូវយើងវីដេអូយើងនឹងដល់ទីបញ្ចប់ហើយជួបគ្នានៅវីដេអូក្រោយបាយ